Su stay mong pun tengah ni ba ni keជីវិតខ្លីមួយសម្រាប់សហគមន៍ថ្មៀនឡាការីសាមគ្គីសិនជ័យបាទនេះគឺជាសកម្មភាពនៅថ្ងៃទី30ខែ9ឆ្នាំ2025អញ្ចឹងណាសកម្មភាពការចុះមើលស្រូវណាការត្រួតពិនិត្យភាសាអង់គ្លេសតែ audit you បាទនេះគឺជាសកម្មភាពមេគាត់ធ្វើដំណើរអញ្ចឹងណាបាទនេះគឺជា Karish បាទគាត់ជាជនជាតិឥណ្ឌូនេស៊ីដែលបានចុះមកត្រួតពិនិត្យនឹងការធ្វើសំណាក់បាទមកដល់នេះដែរការយើងត្រូវឆ្លងបន្លាយបាទឧបសគ្គរបស់យើងអញ្ចឹងទេនៅគ្នាឆ្លងហើយបាទឆ្លងមួយអញ្ចឹងណាបងប្អូនបាទបន្ទាប់ពីឆ្លងហើយគឺមកដល់វេនេះ Karish បាទគាត់បានរៀបចំឯកសារដើម្បីបំពេញសម្រាប់តាក់ទងនឹងការធ្វើសំណាក់របស់គាត់បាទក្នុងនេះផងដែរបាទគាត់បានសួរសហគមន៍ក៏ដូចជាសមាជិកសហគមន៍របស់យើងតាក់ទងនឹងការដាំដុះនិងការរៀបចំធ្វើស្រែតាំងពីដើមមកគឺយើងត្រូវធ្វើអីខ្លះអញ្ចឹងណាបាទហើយគាត់មានប្រព័ន្ធមិញហ្នឹងគាត់បញ្ចូលក្នុង app របស់គាត់ហើយមកដល់វេនេះដាក់សដែកមួយម៉ាត់គឺថាឆ្ងាញ់ណាបងប្អូនអើយបាទបន្ទាប់មកទៀតគាត់បានបំពេញបែបបទឯកសារគាត់សួរឈ្មោះសមាជិកសហគមន៍អីចឹងណាបាទយើងឃើញថាឆ្នាំនេះគឺតឹងរឹងមែនតើបាទតកតទៅនឹងការ EcoCert បាទចុះត្រួតពិនិត្យមើលស្រូវបាទចុះត្រួតពិនិត្យមើលស្រូវសរីរាង្គស្គាល់ហើយគាត់សួរថាពូនឹងមានប្រើប្រាស់ថ្នាំគីមីអត់ហើយគាត់ឆ្លើយថាអត់ទេក្មួយបាទគឺគាត់អត់ប្រើប្រាស់ថ្នាំគីមីទេគឺគាត់ធ្វើស្រូវសរីរាង្គបាទបន្ទាប់មកគាត់បានសួរតកតងការពូប្រើប្រាស់ជីអត់គាត់ថាអត់ទេបាទអញ្ចឹងយើងមានអ្នកបកប្រែអញ្ចឹងណាខ្ញុំអត់ចេះអង់គ្លេសទេបងប្អូនបាទគាត់នៅឈរទៅស្ដាប់គេនឹងនាំឲ្យខាង Karish ជាមួយនឹងលោកគ្រូខាងសហភាពនឹងស្គាល់ស្រែគាត់អញ្ចឹងណាមកដល់ពេលនេះគឺយើងចូលមកកសិករមួយទៀតហើយបងប្អូនកសិករនឹងគឺគាត់ស្រីទេបាទហើយនៅខាងស្រីជ្រឹងបងប្អូនតកតនឹងកសិករមួយហ្នឹងគឺគាត់ដាំស្រូវស្រីរៀងដូចគ្នាបាទឃើញថាស្រូវគាត់ល្អបងប្អូននៅឆ្នាំហ្នឹងបាទអញ្ចឹងគាត់ថាស្រូវស្រីរៀងល្អបងប្អូនបើយើងធ្វើស្រូវស្រីរៀងតម្លៃយើងល្អហើយអត់ពិបាករកទីផ្សារបាទហើយបងប្អូនថាEcoCertនឹងចុះមកដើម្បីអីបាទចុះមកដើម្បីវាតម្លៃតាក់ទងថាការធ្វើស្រែរបស់យើងនឹងស្តង់ដារអត់អីអត់អញ្ចឹងណាតាមបទថ្នាក់ជាតិព្រោះយើងត្រូវការទីផ្សារដើម្បីប្រកួតប្រជែងទៅក្រៅស្រុកអញ្ចឹងណាបងប្អូនបាទមកដល់វគ្គនេះដែរឃើញថាថតរូបលេងផងអីផងអ្នកខ្លះក៏សើចសប្បាយអញ្ចឹងណាជាមួយបងប្អូនសហគមន៍កសិករបាទមកដល់វគ្គនេះមកឃើញថាយើងមកដល់ស្រែមកម្ចាស់ទៀតហើយបងប្អូនឃើញថាស្រែមកម្ចាស់នេះគឺជាស្រែចុងក្រោយហើយស្រែជ្រឹងដូចគ្នាបងប្អូនគឺយើងឆ្លងទៅផ្លូវធំទេគឺឃើញហើយស្រែរបស់គាត់បាទគឺជាសមាជិករបស់យើងដែរគឺសិតតែជាសមាជិកស្រូវសរីរាង្គបាទហើយគាត់បានសួរជជែកតាក់ទងនឹងឈ្មោះអីស្អីសុខភាពអត់អីអត់ចឹងណាតែគាត់សួរជាភាសាអង់គ្លេសបាទខ្ញុំអត់ចេះភាសាអង់គ្លេសទេគឺខ្ញុំទៅស្ដាប់គាត់បាទបន្ទាប់មកយើងចប់កិច្ចការគាត់ Karish ក៏បានធ្វើដំណើរចេញទៅមុនបាទជាមួយនឹងមេបាទតែគាត់នេះតាមបាទបាយទប់ទៀតយើងទៅដល់ office របស់យើងបាទដើម្បីបុកស្រុកបាយការអរគុណវីដេអូរបស់យើងមានតែប៉ុណ្ណេះអរគុណសម្រាប់ការទស្សនាបាយ